រងក្នុងលោកចៅរៀងមួយថាអត់ឲ្យចំនួន40រៀល25មកប្រៃខៅប្រៃមួយប្រអប់មួយប្រអប់ប្រៃចំនួន1រៀល1រៀលបាទហើយក៏សូមជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីម្ដងទៀតបាទអញ្ចឹងដោយដែលពុកម៉ែបងប្អូនបានឃើញពីទស្សនវិជ្ជានៃវីដេអូដើមទំព័រណាបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងយល់ថាតើនេះគឺជាវីដេអូចង់បង្ហាញពុកម៉ែបងប្អូនពីស្អីបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរបាទនេះគឺជាទស្សនវិជ្ជានៃការរៀបចំនឹងហែអង្គកឋិនទៅកាន់វត្តកោះកែវពិជ័យព្រៃដង្ហើមបាទដែលយើងហៅកាត់ថាវត្តព្រៃដង្ហើមបាទអញ្ចឹងទីតាំងវត្តគឺស្ថិតនៅក្នុងភូមិព្រៃដង្ហើមបាទនៅខាងស្រុកពួតឯងបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជានៃពុកម៉ែបងប្អូនយាយតាដែលបានហែអង្គកឋិនទៅកាន់វត្តអញ្ចឹងទៅឥឡូវយើងកំពុងតែនៅតាមផ្លូវហើយក៏សូមខន្តីអភ័យទោសរាល់ពាក្យពេចន៍ក៏ដូចជាវីដេអូដែលខ្ញុំបង្ហាញទៅនេះលើសលួសខុសឆ្គងកន្លែងណាក៏សូមមេត្តាខន្តីអភ័យទោសហើយក៏សូមតាមដានទេសនានៅវីដេអូនេះទាំងអស់គ្នាពីព្រោះវីដេអូនេះគឺចង់បង្ហាញទាក់ទងនឹងកម្មវិធីបុណ្យកឋិនទានព្រោះឥឡូវដល់រដូវកាលហើយអញ្ចឹងណាបាទហើយក៏ចង់ទុកជាអនុស្សាវរីយ៍ទៅកាន់ក្មេងជំនាន់ក្រោយបាទហើយឥឡូវនេះគឺយើងបានមកដល់វត្តហើយដូច្នេះហើយយើងកំពុងតែរៀបចំនៅក្នុងការចតឡានក៏ដូចជារៀបចំរៀប4ដើម្បីធ្វើការហែចូលទៅក្នុងវត្តដើម្បីយើងឆ្វែលតាក់សិនជុំវិញព្រះវិហារដូច្នេះហើយក៏យើងមើលទៅឃើញទស្សនវិជ្ជានឹងគឺកក់កុញមែនទែនពុកម៉ែបងប្អូនបាទគឺច្រើនការចូលរួមពីពុកម៉ែបងប្អូនយាយតាអំពូមីងគឺថាម្នាក់គឺទឹកមុខពុបពេញទៅដោយភាពសប្បាយរីករាយញញឹមដោយបាទបាត់ឆាយ៉ាំនេះឆាយ៉ាំនៅនោះចេញអរគុណទៅណាមកតាមប៉ាណាកាន់ដៃបងអូនកូនកាន់ដៃបង
ដែរបង bắt quân ra là cũng អូ คุยมาบอกกันปาดทอดตนอกเอ๊ะคอมตนานะคุยปาดอะไรเนี่ยปาดอะไรนั่นแหละนั่นเองครับ បាទហើយក៏សូមអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាទចឹងនេះគឺជាទស្សនវិជ្ជាដែលការរៀបចំស្លាធម៌បាយសីដើម្បីរៀបចំវាយថ្វាយជូនដល់កតេរីសាច់ទេវតាក៏ដូចជាការរៀបចំសែនព្រេនដល់ចាស់ទឹកដីចឹងណាបាទនេះគឺជារបៀបរបបទំនៀមទម្លាប់ចាស់បុរាណចឹងត្រូវតែមានការរៀបចំតុបតែងហើយថ្វាយមានផ្លែឈើមាន